Hello fan Dr. Stone ទាំងអស់គ្នានៅពេលដែរខ្ញុំអត់បានធ្វើវីដេអូតទៀតទេមានតែមកមើលវីដេអូចាស់ៗដែលខ្ញុំបានបូកបញ្ចូលគ្នាទាំងអស់ពីណាគេ fan Senku ខ្លះនៅថ្ងៃនេះខ្ញុំមកធ្វើការមកមើលកន្លែង set នៅក្នុងរឿង Senku នៅក្នុង season ទី4តើវា set ប៉ុណ្ណាតើយើងមើលទាំងអស់គ្នានៅទីបំផុតយើងបានឃើញ Senku ខ្លាចជាដុំថ្មហើយនិយាយរួមអាប៉ែនេះក៏មានថ្ងៃហ្នឹងដែរវាទៅវានិយាយរួមទៅវាឆ្លាតចងល់ឥឡូវក៏ជាដុំថ្មហើយនៅសល់ស្វីកាមួយតែស្វីកាអត់តខ្លាចជាដុំថ្មនិយាយទៅពួកគេទាំងអស់គ្នាហ្នឹងគឺកាច់ជាដុំថ្មឲ្យសល់តែម្នាក់ស្រីទូចហ្នឹងទេនៅពេលហ្នឹងដែរប្រហែលជានាងសេអសរដើម្បីសន្យាថានាងគឺនឹងជួយ Senku នៅថ្ងៃណាមួយខ្ញុំមិនដឹងទេណាដោយសារតែខ្ញុំក៏មិនតន់ដឹងដែរដោយសារតែខ្ញុំទៅឃើញវគ្គ set ខ្ញុំនោមឲ្យអ្នកនាង set ជាមួយខ្ញុំទាំងអស់គ្នាដែរទៅបន្ទាប់ពីសេអសរទៅកាន់អាវ Senku ហើយជាមួយនឹងអាវនាងហើយពេលសកកម្មចាប់ផ្ដើមតើម្នាក់ស្រីស្វីកានឹងធ្វើឲ្យគេខ្លះតោះ let's go និយាយរួមទៅកន្លែងហ្នឹងគេប្រើរយៈពេល7ឆ្នាំតែខ្ញុំមើលនៅក្នុងកន្លែងខ្លីៗគេថា7ឆ្នាំនាងរស់នៅម្នាក់ឯងនិយាយរួមទៅកន្លែងហ្នឹងកំសត់ដែរឥឡូវខ្ញុំដាក់ភ្លេងកំសត់បណ្ដោយទៅយើងឃើញថានាងរស់នៅម្នាក់ឯងដាំដំណាំម្នាក់ឯងយកទៅធ្វើអីម្នាក់ឯងទាំងអស់រយៈពេល7ឆ្នាំតែរយៈពេល7ឆ្នាំទៅមុខទៀតវាយ៉ាងម៉េចត្រឹមជាក្មេងស្រីភ្នែកម្យោកម្នាក់រស់នៅម្នាក់ឯង7ឆ្នាំដើម្បីយើងណាធ្វើដើម្បីរកវិធីសាស្ត្រដើម្បីជួយទៅកាន់ Senku រួមទាំងគ្នារបស់នាងសម្រាប់បងណាដែលបានមើលរឿង Senku តើនាងគឺជួយរួមគ្នារបស់នាងបានឬអត់នៅក្នុងរយៈពេល7ឆ្នាំទៀតខ្ញុំតើឲ្យគ្នាទាយថានាងជួយបានអត់ចាំជួបគ្នាជាមួយនឹងវីដេអូក្រោយ Goodbye តោះឥឡូវនេះយើងមកនិយាយតទៀតកាលវីដេអូមុនខ្ញុំបានសួរទៅកាន់អ្នកនរគ្នាថារយៈពេល7ឆ្នាំនៃស្វីការរស់នៅម្នាក់ឯងតើស្វីការគឺអាចជួយរួមគ្រូពួកគេទាំងអស់គ្នាបានអត់កុំឲ្យរងចាំយូរតឥឡូវយើងមកមើលជាមួយនឹងវគ្គហ្នឹងទាំងអស់គ្នាតើស្វីការគឺអាចជួយសង្គ្រោះពីណាគេមុនគេហើយជួយសង្គ្រោះបានដោយវិធីណាតោះ let's go ត្រឹមពីក្មេងស្រីម្នាក់រស់នៅម្នាក់ឯងរយៈពេល7ឆ្នាំដែលមានបំណងនោះគឺចង់ជួយសង្គ្រោះទៅកាន់ Senku រួមរឿងគ្រួសាររបស់នាងច្រឡំមែនទេគឺក្រុមការងារច្រឡំគឺមិត្តភ័ក្តិរបស់នាងដែលជា Senku រួមទាំងអីច្រើនទៀតណាក៏ប៉ុន្តែរយៈពេល7ឆ្នាំដែលនាងខំតស៊ូមកវាក៏បានផលហើយនាងក៏អាចជួយសង្គ្រោះ Senku បានយើងឃើញថានាងពិតជា happy ខ្លាំងមែនទេដែលបានឃើញ Senku បន្ទាប់មកនាងក៏រត់ទៅអប Senku នឹងឯងខានជួបគ្នា7ឆ្នាំហើយបន្ទាប់ពីជួយ Senku ហើយនាងជាមួយនឹង Senku ក៏បានរួមដៃគ្នាយកទៅធ្វើការងារបង្កើតជាមួយទឹកថ្នាំនៅឲ្យបានច្រើនដើម្បីជួយគ្នារបស់គាត់យើងឃើញថាពួកគេទាំងអស់គ្នាក៏បានបែកចេញពីដុំថ្មម្នាក់ម្ដងវិញហើយយើងឃើញថាពួកគេពិតជាសប្បាយចិត្តខ្លាំងមែនទេណាខ្លះក៏មានអាវខ្លះទៅអត់អាវទៅមិនដឹងពីណាគេខ្លះស្គាល់ឈ្មោះឃើញថាបែកចេញពីដុំថ្មម្នាក់ម្ដងហើយ happy ខ្លាំងមែនតែនរយៈពេល7ឆ្នាំដែលនាងខំតស៊ូម្នាក់ឯងគឺបានផលហើយនាងក៏អាចជួយសង្គ្រោះគ្នារបស់នាងគឺបានវិញទាំងអស់លើកន្លែងនេះគេមិនដាក់ភ្លេង set ណាគេដាក់កន្លែងភ្លេង happy ដោយសារតែកន្លែងនេះគេបានជួយគ្នារបស់នាងមកវិញយើងឃើញថាពួកគេទាំងអស់គ្នាគឺ happy ខ្លាំងមែនតែនអ្នកនេះសាកសម័យមកបើសិនជាអ្នកនេះជាស្វីការតែអ្នកនេះគួរធ្វើយ៉ាងណាម្នាក់ឯងឲ្យរយៈពេល7ឆ្នាំទៀតពីច្រឡំមិនរយៈពេល7ឆ្នាំទេគឺ7ឆ្នាំដែលនាងគឺខំរកវិធីសាស្ត្រដើម្បីជួយទៅកាន់ Senku ហើយពួកគេទាំងអស់គ្នាក៏នាំគ្នាបង្កើតជាមួយនឹងកម្មវិធី party ផឹកស៊ីសប្បាយខ្លាំងមែនតែនដឹងពីណាគេខ្លះដែលច្រើនដល់កគ្នា Senku ទៅ YouTube ច្រើនទៅហ្នឹងហើយវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងឥឡូវនេះយើងមកដល់កន្លែង happy អា part មុនគឺ part set ឥឡូវនេះយើងដល់កន្លែង part happy វិញម្ដងហើយតើបន្ទាប់ពី Senku បានចេញពីដុំថ្មមកវិញហើយតើ Senku នឹងធ្វើអ្វីបន្តឬក៏ Senku ទៅសងសឹកជាមួយនឹងអ្នកធ្វើឲ្យគាត់ខ្លាចជាដុំថ្មតែប៉ុន្តែទៅនឹងគឺគ្នារបស់ Senku នឹងធ្វើឲ្យ Senku ខ្លាចជាដុំថ្ម Hello fan Dr. Stone ទាំងអស់គ្នានៅថ្ងៃនេះដែរយើងមកធ្វើការនិយាយតាក់ទងជាមួយនឹងតួអង្គនៅក្នុងរឿង Dr. Stone ដែលនៅថ្ងៃនេះដែរយើងមកធ្វើការនាំអ្នកទាំងអស់គ្នាមកស្គាល់ជាមួយនឹងបរិសុទ្ធសង្ហានៅក្នុងរឿង Dr. Stone តើមានប្រមាណនេះហើយពីណាគេខ្លះតោះមុនចូលដល់បដូរសម្រាប់បងណាដែលមកថ្មីកុំភ្លេចណាជួយ Subscribe ខ្ញុំម្នាក់មួយផងក៏ដូចជា comment នៅខាងក្រោមបាទដែលតួអង្គទី1ដែលខ្ញុំគិតថាវាអស្ចារ្យហើយសង្ហាមិនសិតសង្ហានោះគឺជា Senku អាប៉ែ Senku នេះមិនសិតសង្ហាប៉ុន្តែខួរក្បាលវាអស្ចារ្យជាងអ្នកសង្ហាមួយលានដងទៀតមកឥឡូវយើងដល់អ្នកបន្ទាប់ទៀតគឺជាអ្នកលេខ2 top លេខ2ខ្ញុំសូមឲ្យទៅកាន់អាប៉ែមួយដែលមានឈ្មោះថារីស៊ុយអានេះគឺជាបរិសុទ្ធជឿជាក់និយាយទៅវាសង្ហាខ្លាំងតែមែនតែនប្រោយតោះឥឡូវយើងដល់ top 3តើ top 3ពីណាគេខ្ញុំសូមឲ្យទៅកាន់អាប៉ែមួយដែលមានឈ្មោះថាគឺក្រមអាប៉ែនេះបានសង្ហាយមហើយច្រឡំគឺបានសង្ហាយមហើយបកកែបោកគេដោយសារគាត់ចេះលេងស៊ីឲ្យចង់បោក Senku តែទៅអត់រួចមកឥឡូវយើងដល់ top 4តើ top 4ខ្ញុំឲ្យទៅកាន់អាប៉ែមួយដែលមានអាវពណ៌លឿងនិយាយរួមទៅឈុតរបស់គាត់គឺពណ៌លឿងហើយគាត់ចូលចិត្តបាញ់ធ្នូអាប៉ែហ្នឹងគឺខ្ញុំអត់ស្គាល់ឈ្មោះខ្ញុំភ្លេចឈ្មោះបាត់ទៅហើយដល់អាប៉ែហ្នឹងដែរមានហាស្នាមថាអាប៉ែតិចវែងនិយាយទៅស្ដាប់បានឆ្ងាយជាងគេមកឥឡូវយើងដល់ top លេខ5ដែលជា top 5 top លេខ5ខ្ញុំសូមឲ្យទៅកាន់អាប៉ែមួយដែលមានឈ្មោះថា Gen ដែលអាប៉ែហ្នឹងគឺរូបរាងដូចខ្ទើអញ្ចឹងប៉ុន្តែសលេងរបស់គាត់គឺដូចស្រីនិយាយថាអាប៉ែហ្នឹងគឺដូចស្រីដល់ឥឡូវនេះដែរយើងដល់ top លេខ6ដែលជា top 6ដែល top 6ខ្ញុំសូមឲ្យទៅកាន់
កាន់អាប៉ែមួយដែលមានកម្លាំងខ្លាំងនោះគឺជាស៊ូកាសាដល់អាប៉ែនេះដែរគឺមានកម្លាំងខ្លាំងមែនទែនសក់វ័យដែលមានបំណងចង់សម្លាប់សិនគូពីដើមរឿងតែឥឡូវគឺចោះចូលជាមួយសិនគូហើយខ្ញុំក៏មានសំណួរសួរទៅកាន់អ្នកទាំងអស់គ្នាផងដែរតើចំណោមតួអង្គទាំងអស់ហ្នឹងតើអ្នកនេះចូលចិត្តមួយណាសម្រាប់ខ្ញុំគឺចូលចិត្តអាប៉ែមួយពាក់អាវពណ៌លឿងហើយបាញ់ធ្នូទៅជាវែងនឹងឯងចោះសម្រាប់អ្នកទាំងអស់គ្នាវិញចូលចិត្តមួយណាបើចូលចិត្តមួយជួយខមមិនប្រាប់ខ្ញុំម្នាក់មួយផង goodbye មកវីដេអូខ្លះឥឡូវនេះយើងមកធ្វើការតជាមួយនឹងវីដេអូចាស់ខ្ញុំចំនួន2ភាគដែលដាក់ចូលគ្នាទាំងអស់មកតើរវាង Monkey D Dragon ជាមួយនឹង Shang មួយណាខ្លាំងជាងតោះបើសិនអ្នកនេះចង់ដឹងថាមួយណាខ្លាំងជាងតើយើងចូលវីដេអូរបស់យើងទាំងអស់គ្នា Let's go ខ្ញុំច្បាស់ណាស់ប្រកាសថាអ្នកនេះប្រកាសជាបានស្គាល់ជាមួយនឹង Monkey D Dragon ហើយគាត់គឺជាមេក្រុមបរិវត្តដែលគាត់នឹងក៏បានដឹកនាំក្រុមរបស់គាត់ដើម្បីបះបោរឬក៏ប្រឆាំងជាមួយនឹងពពួក Government ឬក៏ពពួក The Fire Elder E1 នឹងឯងឥឡូវនេះយើងក៏លេងមកខាង Shang វិញ Shang គឺជាយន្តគោមួយក្នុងចំណោមយន្តគោទាំង4យើងអាចនិយាយបានថាគាត់គឺជាយន្តគោមួយដែលខ្លាំងជាងគេក៏ថាបានដែរនិយាយរួមទៅឈុតឆាកវាយគ្នារបស់គាត់គឺមិនសូវមានទេ Monkey D Dragon ក៏គ្មានខ្លែងឈុតឆាកវាយគ្នាផងដែរតែអ្វីដែលយើងត្រូវដឹងនោះគឺ Monkey D Dragon កាលពីគាត់នៅធ្វើជា Marine នៅ God Valley កាលពីShangនៅកូនងាគឺ Monkey D Dragon នេះហើយដែលជួយសង្គ្រោះShangចេញអំពីតាចាស់ស្អីគេនោះតាចាស់មិនដឹងតាចាស់អីទេប៉ុន្តែអ្នកដែលបានអាន manga គាត់ប្រកាសជាស្គាល់ថា Monkey D Dragon អីច្រឡំគាត់ប្រកាសជាដឹងហើយថា Monkey D Dragon គឺជាអ្នកជួយសង្គ្រោះShangខ្ញុំអត់បានអាន manga ប៉ុណ្ណឹងចឹងខ្ញុំអត់ដឹងទេបើសិនបងណាដែលបានអាន manga គាត់ប្រកាសជាបានដឹងលើនេះដែរយើងមកសរុបសេចក្តីតើសមត្ថភាពរបស់ Shang ជាមួយនឹង Monkey D Dragon មួយណាខ្លាំងជាងដែលការនឹង God Valley Shang ត្រឹមជាកូនងាហើយ Dragon គាត់គឺធំហើយគឺនិយាយទៅគាត់ធ្វើជា Marine ហើយតើពួកគេទាំងពីរហ្នឹងមួយណាខ្លាំងជាងជួយខមមិនប្រាប់ខ្ញុំម្នាក់មួយផងដោយសារគូពួកគេទាំងពីរនេះគឺមិនដែលបានប៉ះគ្នានោះទេហើយវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងឯង Goodbye see you ជួបគ្នាវីដេអូក្រោយខ្ញុំថាអ្នកនរនេះជួយខមមិនឲ្យបានច្រើនមកថាមួយណាខ្លាំងជាង Hello សួស្តីអ្នកនរនេះនៅថ្ងៃដែលយើងមកធ្វើការ deal ទៅកាន់ Zoro ជាមួយនឹង Ryuma តើពួកគេទាំងពីរហ្នឹងមួយណាខ្លាំងជាងកុំឲ្យស៊ីម៉ោងយូរតើឥឡូវយើងចូលធ្វើការ deal គាត់ទាំងពីរហ្នឹងទៅថាពួកគេទាំងពីរហ្នឹងមួយណាល្អជាងហើយខ្លាំងជាងលយជាសង្ហាជាងអីចឹងហ្នឹងអ្នកនេះប្រកាសជាធ្លាប់បានដឹងហើយឬក៏ធ្លាប់បានលើតាក់ទងជាមួយនឹង Ryuma រួមទាំងខ្ញុំផងដែរយើងទៅ scroll មើលជាមួយនឹងប្រវត្តិរបស់ Ryuma រួចហើយដែល Ryuma រហស្សនាមគាត់នោះគឺជា King of Swordsman ដែលយើងបកប្រែជាភាសាខ្មែរមកគឺជាស្ដេចនៃដាវចំណែក Zoro ក៏មិនធម្មតាអីច្រឡំរូបដាក់រូបផ្សេងហ្នឹងក៏ប៉ុន្តែ Zoro ក៏ជាអ្នកប្រើដាវផងដែរនិយាយទៅមិនមែនប្រើម៉ូឌីជេរីយូម៉ានេះគឺប្រើម្ដង3និយាយទៅគឺលយខ្លាំងមែនតែននឹងវាមិនតន់អស់ទេដោយសារតែ Zoro ក៏មាន King of Haki ទៀតនិយាយទៅគឺអស់ចាស់ខ្លាំងតែមែនតែនហើយចៅរបស់Ryuma nàyទៅមានជាប់សាច់ឈាមខ្សែស្លាយជាមួយ Ryuma ទៀតទៅអស់ចាតែមែនតែនប៉ុណ្ណឹងក៏មិនតន់អស់ដែរ Zoro គាត់នៅមានចំណុចដែលសាហាវរបស់គាត់មួយទៀតនោះគឺគាត់ចង់ខ្លាយទៅជាស្ដេចគុនដើមនៅថ្ងៃអនាគតយល់ទៅគឺអស់ចាខ្លាំងណាស់អូខេបន្ទាប់ពីយើងបានស្ដាប់ពី Ryuma បន្តិចបន្តួចហើយនឹង Zoro បន្តិចបន្តួចឥឡូវនេះយើងមានសំណួរមកសួរទៅកាន់អ្នកទាំងអស់គ្នាហើយតើរវាង Ryuma ជាមួយនឹង Zoro មួយណាខ្លាំងជាងឆ្លើយមិនទុកពេលនេះមកវិនាទីបើឆ្លើយមិនចេញទេជួយ Subscribe ឲ្យខ្ញុំម្នាក់មួយផងឥឡូវយើងមិនដឹងចម្លើយទាំងអស់គ្នារវាង Ryuma ជាមួយនឹង Zoro មួយណាខ្លាំងជាងតោះប្រសិនបើ Ryuma ប្រយុទ្ធគ្នាជាមួយនឹង Zoro នោះវាគឺមិនអាចទៅរួចនៅទេដោយសារតែ Ryuma ក៏បានស្លាប់ចោល Zoro បាត់ទៅហើយមិនដឹងស្លាប់ពីការនោះទេវាមិនដាណាយកខ្មោចអវ័យជាមួយនឹង Zoro វាយមិនឈ្នះ Zoro ដោយអាកន្លែងទៅនោះយើងសុំ Ryuma ត្រូវបាន Zoro ខ្វាយបាត់ទៅហើយមិនប៉ុណ្ណឹងយកនៅបើមិនតន់យកទេជួយមិនប្រាប់ខ្ញុំម្នាក់មួយផងដោយសារខ្ញុំក៏មិនសូវយល់ដែរខ្ញុំដឹងប៉ុណ្ណឹងគឺខ្ញុំនិយាយតែប៉ុណ្ណឹងឯងបើសិនបើប៉ះគ្នាមែនវាមិនដាណា Zoro វាយឈ្នះ Ryuma តែគ្រាន់ប៉ះគ្នា Ryuma ដាក់តែម្ដង Zoro ក៏តែបាត់ទៅហើយដោយសារតែ Ryuma ក៏មានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងណាស់មិនដូច Zoro ទេ Ryuma គឺជា King of Swordsman មានតែគេខ្លាំងដល់តែនិយាយរំទៅឲ្យជាប់ឈ្មោះប៉ុណ្្នឹងឯងមិនចាំទៅប៉ះទេប៉ះណាស្បៃហ្មងថ្ងៃនេះសម្រាប់បងៗណាមកដល់ព្រឹមនេះក៏ព្រិចណាជួយ Subscribe ខ្ញុំមួយបងបើអត់ជួយ Subscribe